ក្រៅពីទឹកសម្លប្រហើរនិងទឹកសម្លការីប្រជាជនខ្មែរយើងក៏ពេញនិយមក្នុងការទទួលទាននំបញ្ចុកជាមួយនឹងទឹកសម្លណាំយ៉ាផងដែរអញ្ចឹងថ្ងៃនេះយើងមករៀនធ្វើទឹកសម្លនំបញ្ចុកណាំយ៉ាទាំងអស់គ្នាណាបងប្អូនបាននិយាយពីរបៀបធ្វើទឹកសម្លណាំយ៉ាក៏ស្រដៀងគ្នានឹងការធ្វើទឹកសម្លប្រហើរខ្មែរយើងដែរយើងធ្វើការស្ងោរត្រីនិងធ្វើការបេះសាច់ត្រីចេញពីឆ្អឹងរួចបុកសាច់ត្រីឲ្យម៉ត់ចូលគ្នាអញ្ចឹងមកហើយថ្ងៃនេះផងដែរខ្ញុំធ្វើទឹកសម្លណាំយ៉ាជាមួយនឹងគ្រឿងសម្លណាំយ៉ានំបញ្ចុករបស់គ្រឿងលួងសាបារ៉ាដែលជាគ្រឿងទើបចេញថ្មីយើងធ្វើការបុកសណ្តែកដីឲ្យរាងម៉ត់បន្តិចមកបន្ទាប់មកយើងធ្វើការបុកសាច់ត្រីចំពោះសាច់ត្រីសម្រាប់ធ្វើទឹកនំបញ្ចុកសម្លណាំយ៉ាផងដែរយើងធ្វើការបុកឲ្យរាងម៉ត់បន្តិចបងប្អូនបុកឲ្យរាងម៉ត់ជាងសម្លប្រហើរហើយយើងធ្វើការទុកសាច់ត្រីមួយឡែកសិនយើងមកធ្វើការឆាខ្ទិះដូងដើមរបស់យើងនឹងឲ្យឈ្ងុយបន្ទាប់មកគឺយើងចាក់គ្រឿងបុកសម្លណាំយ៉ារបស់យើងចូលឆាជាមួយនឹងខ្ទិះដូងឲ្យឈ្ងុយឲ្យខាប់ចូលជាតិគ្នាឲ្យល្អមកបើសិនជារាងស្ងួតពេកបងប្អូនអាចបន្ថែមខ្ទិះដូងដើមបន្តិចទៀតក៏បានដែរបន្ទាប់មកយើងធ្វើការដាក់កាពិចូលឆាជាមួយនឹងគ្រឿងយើងនឹងឲ្យកាន់តែឈ្ងុយបងប្អូនបន្ទាប់មកចាក់សាច់ត្រីដែលយើងបុកហើយមិញហ្នឹងចូលកូរជាមួយគ្រឿងឲ្យសព្វចូលគ្នាល្អមកបន្ទាប់មកបន្ថែមជាមួយនឹងខ្ទិះដូងចុងចូលបងប្អូនអាចដាក់ជាទឹកសធម្មតាក៏បានដែរយើងធ្វើការរំងាស់ទុកឲ្យទឹកសម្លពុះទៅរួចហើយយើងបន្ថែមជាមួយនឹងគ្រឿងផ្សំមានដូចជាម្សៅស៊ុបទឹកដោះគោខាប់ឬមួយក៏គ្រឿងផ្សំផ្សេងទៀតតាមចំណូលចិត្តបងប្អូនបាននៅពេលដែលទឹកសម្លយើងពុះរួចហើយយើងធ្វើការបន្ថែមនៅសណ្តែកដីចុងក្រោយគេគឺរួចជាការស្រេចតែម្ដងបើសិនជាបងប្អូនទាំងអស់គ្នាចង់ស្លទឹកនំបញ្ចុកសម្លណាំយ៉ាញ៉ាំអីបងប្អូនកុំភ្លេចទិញគ្រឿងបុកសម្លណាំយ៉ាពីខាងគ្រឿងលួងសាបារ៉ាមានតែគ្រឿងបុកសម្លណាំយ៉ាមួយកញ្ចប់បងប្អូនអាចធ្វើសម្លណាំយ៉ាញ៉ាំខ្លួនឯងបានហើយ